ពលប្រហារនៅឆ្នាំ1997នៅចន្លោះពេលនោះរបបក្រុងភ្នំពេញបានប្រឈមនឹងការលំបាកដ៏ធ្ងន់ធ្ងរជាច្រើនភាពតានតឹងរវាងគណបក្សប្រជាជននិងគណបក្សហ៊ុនស៊ិនប៉ិចដែលបានឆាបឈូសឡើងក្នុងកំឡុងឆ្នាំ1996នោះកាន់តែមានសភាពធ្ងន់ធ្ងរឡើងថែមទៀតដោយសារសម្ដេចហ៊ុនសែនបានទទួលយកពួកខ្មែរក្រហមរត់ចោលជួរបញ្ចូលទៅក្នុងកងទ័ពជាតិគឺតាមការពិតមានន័យថាបញ្ចូលទៅក្នុងកម្លាំងជុំវិញខ្លួនលោកឧត្តមសេនីយ៍ដែលស្មោះត្រង់ចំពោះហ៊ុនស៊ិនប៉ិចបានព្យាយាមដោយឥតបានផលអ្វីដើម្បីចរចាជាមួយក្រុមខ្មែរក្រហមដ៏រឹងរូសដែលដឹកនាំដោយតាម៉ុកប៉ុន្តែកិច្ចប្រឹងប្រែងរបស់ឧត្តមសេនីយ៍ទាំងនេះបានបញ្ឆេះកំហឹងសម្ដេចហ៊ុនសែននៅដើមខែកក្កដាឆ្នាំ1997សម្ដេចហ៊ុនសែនបានធ្វើពលប្រហារសម្រាប់ការពារខ្លួនប្រឆាំងនឹងហ៊ុនស៊ិនប៉ិចនៅក្នុងការវាយប្រហារយ៉ាងរហ័សនេះបកពួកហ៊ុនស៊ិនប៉ិចជាង100នាក់ត្រូវបានគេសម្លាប់ក្នុងនោះមួយចំនួនធំត្រូវបានគេធ្វើឃាតបន្ទាប់ពីចាប់ខ្លួននិងធ្វើទារុណកម្មរីឯមនុស្សស្លាប់ខាងគណបក្សប្រជាជនមានតិចតួចបំផុតអំពើលួចប្លន់ក៏បានកើតឡើងយ៉ាងប្រងព្រាតនៅក្នុងពេលនោះផងដែរព្រឹត្តិការណ៍ឆ្នាំ1997បានកើតឡើងក្នុងពេលមួយដែលទស្សនៈពិភពលោកមិនអាចទទួលយកបានប្រទេសម្ចាស់ជំនួយមួយចំនួនដែលមានការតក់ស្លុតចំពោះព្រឹត្តិការណ៍នេះបានផ្អាកជំនួយរបស់ខ្លួនវិនិយោគទុនពីបរទេសបានធ្លាក់ចុះការចូលរបស់ប្រទេសកម្ពុជាជាសមាជិកនៃអាស៊ានសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានពន្យាពេលក្រោយពីបានពង្រឹងអំណាចតាមមធ្យោបាយដែលសម្ដេចហ៊ុនសែនគិតថាហាក់ដូចជាសមស្របពេលនោះសម្ដេចហ៊ុនសែនត្រូវបានគេដាក់ឲ្យនៅឯកោប្រទេសម្ចាស់ជំនួយបានជំរុញឲ្យសម្ដេចហ៊ុនសែនធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងឆ្នាំ1998ដោយដែលបានគ្រោងទុកដើម្បីជ្រើសតាំងរដ្ឋសភាគណៈបកប្រជាជនក៏ដូចជាបកហ៊ុនស៊ិនប៉ិចដែរគឺមិនចង់ធ្វើតាមបទពិសោធន៍ឆ្នាំ1993ទៀតឡើយគណៈបកប្រជាជនខ្លាចចាញ់ម្ដងទៀតចំណែកឯគណៈបកហ៊ុនស៊ិនប៉ិចនិងគណៈបកតូចផ្សេងទៀតក៏ភ័យខ្លាចចំពោះការកើតឡើងជាថ្មីម្ដងទៀតនៃអំពើហិង្សាក៏ប៉ុន្តែក្នុងគណៈការចរចាស្ដីពីការបោះឆ្នោតចេះតែរំកិលទៅមុខនោះអ្នកសង្កេតការណ៍ជាច្រើនមានជំនឿថាគណៈបកប្រជាជននឹងទទួលបានជ័យជំនះដ៏ច្រើនលើសលប់ដំណើរការមុនការបោះឆ្នោតហាក់ដូចជាបានបញ្ជាអំពីសេចក្តីសង្ស័យទាំងនោះគណៈបកប្រឆាំងមិនបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់បណ្ដាញសារព័ត៌មានអេឡិចត្រូនិកនិងធ្វើយុទ្ធនាការនៅតាមជនបទឡើយអ្នកធ្វើការបម្រើគណៈបកទាំងនេះត្រូវបានគេគំរាមកំហែងពួកគេមួយចំនួនបានស្លាប់នៅក្នុងស្ថានភាពដ៏គួរឲ្យសង្ស័យពុំមានអ្នកប្រព្រឹត្តអំពើហិង្សានៅក្នុងការធ្វើពលប្រហារណាម្នាក់ត្រូវបាននាំយកទៅកាត់ទោសឡើយសម្ដេចក្រមព្រះនរោត្តមរណឫក្សបានយាងត្រឡប់ចូលមកប្រទេសវិញនៅក្នុងខែមិនិនាឆ្នាំ1998គឺតិចជាង4ខែមុនការបោះឆ្នោតហើយបានធ្វើយុទ្ធនាការប្រកបដោយថាមពលដ៏គួរឲ្យភ្ញាក់ផ្អើលដូចគ្នានេះដែរលោកសំរងស៊ីដែលបានដឹកនាំគណៈបកប្រឆាំងមួយទៀតបានវាយប្រហារគណៈបកប្រជាជនប្រកបដោយសេចក្តីក្លាហានហើយក៏ទាញបានសម្លេងគាំទ្រយ៉ាងច្រើនផងដែរតាមទស្សនៈរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ប្រហែលដោយសារសម្ដេចហ៊ុនសែនមានលទ្ធភាពគ្រប់គ្រងប្រព័ន្ធសន្តិសុខជាតិប្រកបដោយប្រសិទ្ធភាពគណៈបកប្រឆាំងទទួលបាន 60% នៃសម្លេងឆ្នោតប៉ុន្តែដោយសារពួកគេមិនមានបំណងបង្កើតសម្ព័ន្ធភាពគណៈបកហ៊ុនស៊ិនប៉ិចនិងគណៈបកប្រជាជនកម្ពុជាក៏បានរៀបចំនយោបាយដើម្បីគ្រប់គ្រងប្រទេសតាមរយៈរដ្ឋាភិបាលចម្រុះស្របច្បាប់មួយនៅចុងឆ្នាំ1998រដ្ឋាភិបាលថ្មីបានចាប់ដំណើរការងារយ៉ាងល្អល្មមគ្រប់គ្រាន់នៅក្នុងខែមេសាឆ្នាំ1999អាស៊ានបានស្វាគមន៍ប្រទេសកម្ពុជាឲ្យចូលជាសមាជិកដែលជាប្រទេសចុងក្រោយបង្អស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ដែលបានចូលអង្គការនេះនៅក្នុងទស្សនវិជ្ជាជាច្រើនស្ថានភាពនៅក្នុងប្រទេសកម្ពុជាចុងទសវត្សរ៍ឆ្នាំ1990មានសភាពអាក្រក់ជាងពីមុន
ប្រទេសនេះបានទទួលរងការឈឺចាប់ដោយអត្រាមរណភាពកុមារនិងកម្រិតខ្ពង់ខ្ពស់បំផុតក្នុងអាស៊ីអាគ្នេយ៍ប្រព័ន្ធអប់រំដែលខ្វះខាតថវិកាខ្លាំងនោះមានដំណើរការទៅមុខដោយលំបាករហូតធ្វើឲ្យអត្រាអក្ខរកម្មមានកំណើនខ្ពស់ជាងទសវត្សរ៍ឆ្នាំ1960ទៅទៀតអក្រិតកម្មសាហាវឃោរឃៅដែលកម្រកើតមានក្នុងសម័យមុនបដិវត្តន៍នៅពេលនេះបានកើតឡើងជាញឹកញាប់ហើយការមករោគរាប់ទាំងមេរោគអេដស៍បានឈានដល់អត្រារាលដាលខ្ពស់បំផុតការកាប់ឈើដែលគ្មានការទប់ស្កាត់បានជាឥទ្ធិពលបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំងរាប់បញ្ចូលទាំងការកើនឡើងនៃសំណឹកដីការប្រែប្រួលនៃរបបទឹកភ្លៀងនិងដីដែលឡើងក្តាំងក្លាយជាថ្មបាយក្រៀមម្យ៉ាងវិញទៀតដោយសារតែការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសផ្សេងទៀតក្នុងភូមិភាគវិនិយោគទុនពីបរទេសជាប់គៀងដំណើរការទៅមុខមិនរួចឡើយក៏ប៉ុន្តែនៅចុងសតវត្សទី20ក៏មានន័យថាប្រទេសកម្ពុជាមានសន្តិភាពឡើងវិញជាលើកដំបូងក្នុងប៉ុន្មានទសវត្សរ៍មកនេះរដ្ឋាភិបាលខ្មែរមិនពឹងផ្អែកលើអ្នកឧបត្ថម្ភបរទេសដ៏លើសលប់ឡើយផ្ទុយទៅវិញប្រទេសកម្ពុជាបានចូលរួមយ៉ាងពេញលេញតាមសមត្ថភាពរបស់ខ្លួនក្នុងកិច្ចការនៃភូមិភាគអាស៊ីអាគ្នេយ៍ដែលខ្លួនត្រូវបានដាក់ឲ្យស្ថិតនៅយ៉ាងឆ្ងាយចាត់ពីទទួលបានឯករាជ្យមកនោះទោះបីជាសម្ដេចហ៊ុនសែនដឹកនាំប្រទេសតាមបែបផ្ដាច់ការក៏ដោយក៏សារព័ត៌មានបោះពុម្ពនៅប្រទេសកម្ពុជាមិនត្រូវបានគេដាក់កំហិតខ្លាំងពេកដែរហើយអង្គការសិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិមានសេរីភាពធ្វើប្រតិបត្តិការនៅក្នុងប្រទេសការបោះឆ្នោតឆ្នាំ1998បានបង្ហាញថាមហាជននៅតែពេញចិត្តទៅលើការបោះឆ្នោតម្យ៉ាងទៀតនៅខណៈដែលកងទ័ពដែលគ្មានប្រាក់បៀវត្សគ្រប់គ្រាន់ដែលត្រូវបានគេរំសាយនោះមានសញ្ញាបង្ហាញថារដ្ឋាភិបាលអាចធ្វើការប្រឹងប្រែងដ៏ហ្មត់ចត់ដើម្បីប្រើប្រាស់ប្រាក់ចំណូលនិងការយកចិត្តទុកដាក់របស់ខ្លួនទៅលើផ្នែកសង្គមគិច្ចដែលគេមិនបានអើពើអស់រយៈពេលជាយូរមកហើយអនាគតនៃរបបរាជាធិបតេយ្យនៅមិនទាន់ប្រកបប្រជានៅឡើយប៉ុន្តែប្រទេសកម្ពុជាលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បកតែមួយដោយដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យមុនរបស់ខ្លួនទៀតហើយនៅក្នុងសហសវត្សរ៍ថ្មីនេះសំអាងហេតុសម្រាប់សន្តិភាពនិយមដោយមានការប្រុងប្រយ័ត្នប្រហែលជាមានច្រើនជាអកុសលក៏នៅតែមានសំអាងហេតុសម្រាប់ទុតិយនិយមដោយសារតែលំនាំដដែលនៃប្រវត្តិសាស្ត្រខ្មែរដែលត្រូវបានពិពណ៌នានៅក្នុងសៀវភៅនេះ